តងបងឡើយយើងទៅមើលរបៀបយើង print រូបថតបាទ 4x6 ទៅលើម៉ាស៊ីន Epson 4 color បាទយើងដោយសារវា4 color អញ្ចឹងយើងអាចសេរី option ខ្លះដើម្បីឲ្យវា print ឲ្យស្អាតប្រហែលនឹង6 color ដែរអញ្ចឹងខ្ញុំ print លើរូបថតกระดาษរូបថត 10x15 យើងដាក់ចូលមកអូខេឥឡូវខ្ញុំដាក់នេះខ្ពស់តិចដើម្បីយើងបានមើលការ print របស់វាដែរអូខេដាក់ចេះទៅអូខេអញ្ចឹងនៅលើ computer ខ្ញុំបើក file នេះហើយគឺ file Photoshop អញ្ចឹងយើងកុំឲ្យខាតពេកយើងចូលទៅ print យើងយក file ហើយយើងយកពាក្យ print បាទអញ្ចឹងបន្ទាប់ពីយើង print ហើយកន្លែងនេះនឹងដាក់ zoom តិចមកអញ្ចឹងយើងរើសឈ្មោះម៉ាស៊ីន print បាទយើងមកយើងគឺ Epson L3210 driver នេះតើតើយើង set up វាឲ្យ full ដែរបានយើងអាចរើសបានដូចវីដេអូរបស់ខ្ញុំនេះអូខេអញ្ចឹងយើងយក print setting នេះមកបន្ទាប់ពី print setting ហើយកន្លែង document នេះគឺយើងរើសយកទំហំกระดาษរបស់យើងគឺ 10x15 នេះបាទហើយកន្លែង paper type នេះយើងយក Epson Ultra Glossy បាទហើយកន្លែងquality នេះយើងយក more setting ធម្មតាឲ្យវាចេញ speed របស់វាល្បឿនរបស់វាគឺវានៅប៉ុណ្នេះអញ្ចឹងដើម្បីយើងចង់ឲ្យច្បាស់ខ្លាំងយើងធ្វើឲ្យវាយឺតបាទយើងទាញអស់មកមិនច្បាស់ខ្លាំងតែការ print ក៏យឺតដែរអញ្ចឹងណាយើងទាញយកអស់យឺតទៅឲ្យច្បាស់បាទបន្ទាប់មកចុច OK មកអូខេកន្លែងនេះកន្លែង more option នេះបាទហើយយើងត្រូវធ្វើហើយយើងយកកន្លែងកន្លែងនេះវាយកទំហំអញ្ចឹងថាទំហំកិច្ចការរបស់យើងនិងទំហំឲ្យ print ចេញអញ្ចឹងកុំឲ្យខុសយើងយកទំហំចេញដូចគ្នាដែរហ្មង4x6ដូចគ្នាបាទហើយយើងយក custom ហើយកន្លែងនេះយើងយក advanced កន្លែង advanced នេះវាមានច្រើនតែអ្វីយើងត្រូវរើសគឺយើងយក photo enhance អានេះវា support ទៅលើតែ L 3210ហើយនិង3250និង3110ហើយនិង3150ដូចជាអត់មានអាហ្នឹងទេ driver វាអត់មានអាហ្នឹងទេអូខេអញ្ចឹងវា support អានេះយើងរើសយកអាហ្នឹងមកហើយយើងចុច OK យើងរើសយក enhance នេះដើម្បីឲ្យវារូបភាពរបស់យើងឲ្យវាជួយសម្រួលរូបភាពរបស់យើងនឹងឲ្យវាភ្លឺជាងមុនអញ្ចឹងឲ្យភ្លឺជាងមុនអូខេបន្ទាប់មកយើងចុច OK ហើយយើងចុចលើពាក្យយើងរើសយកពេញសិនមកបាទហើយយើងយក print អញ្ចឹងនៅលើម៉ាស៊ីន print វានឹងចាប់ផ្ដើម print ឲ្យយើងបាទដោយសារការ print នេះវាយូរវាអាចចន្លោះពី5នាទី4ទៅ5នាទីដើម្បី print ណាព្រោះយើងរើសយកមកអស់មកហាយអស់ហើយដើម្បីឲ្យវាជួយឲ្យ head ហ្នឹងវាផ្ដិតថ្នាំឲ្យខ្លាំងជាងមុន head ហ្នឹងដើម្បីតម្លាក់ឲ្យត្រូវជាមួយនឹងกระดาษរបស់យើងឲ្យ print ឲ្យច្បាស់ជាងមុនបាទអញ្ចឹងម៉ាស៊ីន Epson នេះគឺភ្ញៀវគាត់យកមកបដូរកង់กระดาษហើយនឹងបដូរទឹកថ្នាំបដូរដុំកៅសំណល់នោះអញ្ចឹងខ្ញុំក៏ឆ្លៀតតេស្តឲ្យបងប្អូនមើលចែករំលែកចំណេះដឹងខ្លះបាទអញ្ចឹងនេះការ print របស់វាចិត្តហើយអញ្ចឹងយើងធ្វើអញ្ចឹងដើម្បីយើងជំនួយឲ្យការ print របស់វាហ្នឹងឲ្យវាច្បាស់ជាងមុនបើ head របស់យើងស្ទើរល្មមព្រោះយើងអាច print មកយើងច្បាស់ដែរអញ្ចឹងបងប្អូនមើលគុណភាពរបស់វានេះសាររៀងចាំងបងប្អូនរៀងចាំងតែរូបរបស់វាស្អាតបងប្អូនរៀងចាំងតិចហើយសារយប់ប៉ុន្តែបងប្អូនមើលអាចមើលទៅវារូបភាពរបស់វាគឺច្បាស់រលោងជាងដូចជាមួយនឹងនេះដែរនេះសារខ្ញុំ zoom វាបាទរូបវានេះ
ចឹងបងប្អូនអាចសាកមើលបាននេះទឹកថ្នាំស៊ីនដូរតាទឹកថ្នាំស៊ីនអញ្ចឹងគុណភាពរូបភាពរបស់វាច្បាស់ខ្លាំងដូចប្រហែលជាមួយនឹង6 color ដែរ6 color ក៏យើងអាចធ្វើបានអញ្ចឹងដែរតែគ្រាន់ថាវា6 color ហើយកុំឲ្យវាយឺតយើងអាចប្រើធម្មតាទៅតែ4 color នេះដើម្បីឲ្យ print ស្អាតយើងតើយើងជំនួយអញ្ចឹងបាទអរគុណ